Bạn nào trongក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាទៅតងមួយការបង្កើតកម្មវិធី Home Tech ដោយខ្លួនឯងដោយអត់ប្របាក់ងាយងាយមែនតើអញ្ចឹងអ្នកនរគ្នាចូលទៅក្នុងកម្មវិធីមានចូលក្នុង website របស់កម្មវិធី Home Tech មកបន្តមកទៀតចុចលើពាក្យ Web1 Kaib ហើយគ្រាន់តែចុចលើខាងក្រោមនេះលើរូបមនុស្សនេះមួយមក Key-in ហើយខាងក្រោមនេះគឺយើងយកចូលតាមជំនាញទាំងរកបនហូហ្នឹងហើយអញ្ចឹងយើងចុច module ถึงអីហាំនេះដែរហ្នឹងមកអញ្ចឹងវានឹងគ្រីហើយទាំងអស់ហើយយើងចុចពាក្យថាបាទអញ្ចឹងពេលដែលចុចពាក្យថាហ្នឹងហើយគឺវានឹងចេញទាំងមុខខាងមុខនេះទៀតគឺយើងធ្វើការបំពេញឈ្មោះរបស់យើងជាភាសាអង់គ្លេសហ្នឹងគឺយើងដាក់អក្សរធំទាំងអស់មកណាហើយយើងមានដក clear ថ្មីដូចជាមួយនឹង ID card របស់យើងហ្នឹងហើយអញ្ចឹងយើងធ្វើការដាក់បំពេញហ្នឹងមកបន្តទៀតខាងក្រោមនេះគឺយើងធ្វើការវានៅលេខ ID card របស់យើងបាទអញ្ចឹងលេខ ID card របស់យើងធ្វើការវាបំពេញដែរមកហើយនៅខាងស្ដាំក្បែរហ្នឹងគឺយើងធ្វើការមានន័យថា engine ផាំង pop Sontek អញ្ចឹងមានន័យថាយើងធ្វើការជ្រើសរើសengine យើងជាមួយនឹងលេខទូរស័ព្ទដៃយើងចុចលើនឹងពងមួយអញ្ចឹងវានឹងចេញផ្ទាំងនេះមកវាឲ្យវានឹងឲ្យយើងធ្វើការវាបញ្ចូលនៅលេខទូរស័ព្ទដៃរបស់យើងណាអញ្ចឹងលេខទូរស័ព្ទដៃរបស់យើងមិនមែនយើងវាបញ្ចូលមកបាទអញ្ចឹងហើយបន្តទៀតយើងជ្រើសរើសប្រព័ន្ធទូរស័ព្ទរបស់យើងមាន KT SK ឬមានLG U-boat អញ្ចឹង Apple phone អញ្ចឹងខ្ញុំចុច click ទាំងអស់មកហើយបន្តទៀតយើងចុចពាក្យថាអញ្ចឹងពេលណាចុចពាក្យថាមកគេនឹងផ្ញើសារលេខកូដមួយទៅកាន់លេខទូរស័ព្ទដៃរបស់យើងណាហ្នឹងហើយអញ្ចឹងយើងគ្រាន់តែធ្វើការចូលទៅឆែកសារនៅនឹងសារទូរស័ព្ទដៃរបស់យើងទៅគឺនឹងឃើញលេខ6ខ្ទង់នឹងមកហើយអញ្ចឹងពេលណាដែលបានលេខសារ6ខ្ទង់នឹងហើយយើងធ្វើការវាបញ្ចូលនៅក្នុងនឹងមកអញ្ចឹងយើងអាចចុចពាក្យថាបន្តទៅទៀតបានហ្នឹងអញ្ចឹងខ្ញុំកំពុងតែរងចាំសារខ្ញុំសិនបាទខ្ញុំធ្វើការវាបញ្ចូលហើយបាទអញ្ចឹងខ្ញុំវាបញ្ចូលហើយខ្ញុំចុចពាក្យថាមកជាការស្រាវតែអញ្ចឹងអត់ប្របាក់ទេហ្នឹងហើយអញ្ចឹងពេលខ្ញុំចុចពាក្យថាមកវានឹងលោតទៅផ្ទាំងបន្តទៀតអញ្ចឹងផ្ទាំងកន្លែងនេះគឺយើងធ្វើការបំពេញមានន័យថាយើងធ្វើការបង្កើត ID អញ្ចឹងនៅក្បែរហ្នឹងយើងចុចពាក្យជុំវុកហាក់ N អញ្ចឹងយើងចង់បញ្ជាក់មើលថាតើ ID ហ្នឹងគឺប្រើបានឬមួយក៏អត់អញ្ចឹងណាអញ្ចឹងពេលដែលយើងចុចផ្ទាំងយើងចុចក្បែរហ្នឹងមកជុំវុកហាក់ N ហ្នឹងមកអញ្ចឹងពេលណាដែលវាចេញនៅខាងលើហ្នឹងគឺពាក្យខាងនឹងហាំនីដាអញ្ចឹងមានន័យថាអាចប្រើប្រាស់ ID ហ្នឹងបានអញ្ចឹងបន្តទៀតនៅខាងក្រោមនេះយើងធ្វើការបំពេញលេខសម្ងាត់របស់យើងបង្កើតលេខសម្ងាត់របស់យើងឲ្យបានត្រឹមត្រូវហ្នឹងណាអញ្ចឹងក្បែរយើងបង្កើតទាំងពីរដាក់ឲ្យដូចគ្នាមកកន្លែងហ្នឹងហើយបន្តទៀតកន្លែង email នៅក្រោម email នេះគឺដាច់ខាតយើងត្រូវដាក់ដែរអញ្ចឹងយើងគ្រាន់ copy ID របស់យើងថែម KH អីក្បែរហ្នឹងមកហើយយើងចុចរើសយក Gmail មកបាទហ្នឹងហើយអញ្ចឹងយើងទាញមកក្រោមបន្តិចបាទយើងទាញមកក្រោមមកយើងចុចពាក្យចាក់សង value អញ្ចឹងពេលណាដែលវាចេញសញ្ញាគ្រីបែបនេះគឺមានន័យថាយើងបង្កើត ID របស់ Home Tech បានជោគជ័យរួចរាល់ហើយអញ្ចឹងយើងចុចពាក្យ login ចុចពាក្យ login មកយើងសាកចូលទៅតេស្តមើលថាយើង login ចូលបានអត់អញ្ចឹង ID ដែលយើងបង្កើតមុនហ្នឹងហើយយើងវាបញ្ចូលនៅលេខសម្ងាត់របស់យើងដែលយើងបានបង្កើតមុនហ្នឹងដូចគ្នាដែរយើងចុចពាក្យ login នៅក្បែរហ្នឹងបាទអញ្ចឹងចុចពាក្យ login នៅក្បែរហ្នឹងហើយយើងធ្វើការវាបញ្ចូលនៅលេខ ID card ចូលអញ្ចឹងលេខ ID card របស់យើងមិនមែនយើងធ្វើការវាចូលមកបាទអញ្ចឹងហើយរួចមកយើងចុចពាក្យ login នៅក្បែរហ្នឹងមួយពងមកបាទអញ្ចឹងវានឹងចូលមកក្នុងកម្មវិធីរបស់ Home Tech ហើយបាទអញ្ចឹងពេលដែលចូលមកបានប៉ុណ្ណេះគឺយើងអាចធ្វើការបន្តទៀតយើងអាចឆែកមើលតកែដាក់ឯកសារលុយពន្ធឲ្យយើងហើយឬមួយក៏នៅយើងអាចឆែកមើលថាយើងមានលុយពន្ធឬមួយក៏អត់អញ្ចឹងខ្ញុំក៏សាកតេស្តចូលឲ្យអ្នកនរគ្នាមើលអញ្ចឹងណាអញ្ចឹងកន្លែងនេះខ្ញុំចូលទៅឆែកមើលថាតើតកែរបស់ខ្ញុំបានដាក់ឯកសារដកលុយពន្ធជូនឬមួយក៏អត់អញ្ចឹងកន្លែងនេះខ្ញុំចូលមកមើលមកគឺមានន័យថាគាត់អត់តន់មានដាក់ឯកសារទេហ្នឹងហើយអញ្ចឹងបន្តទៀតខ្ញុំចង់តេស្តសាកមើលថាតើខ្ញុំមានលុយពន្ធឬមួយក៏អត់អញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំគ្រាន់តែចូលមកតាមនេះមកបាទអញ្ចឹងចុចទៅតាមព្រួយខ្ញុំបង្ហាញនៅហ្នឹងទៅហ្នឹងហើយចង់ឆង្គគូហ្នឹងមកបាទអញ្ចឹងបន្តទៀតវានឹងចូលមកកន្លែងផ្ទាំងកន្លែងនេះហើយអញ្ចឹងយើងអាចតេស្តមើលគ្រប់ឆ្នាំមកអញ្ចឹងពន្ធយើងមាន5ឆ្នាំណាអញ្ចឹងឲ្យទៅចេញអក្សរវែងបែបនេះគឺមានន័យថាអត់មានពន្ធទេហ្នឹងហើយបាទអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំផ្ដោតសំខាន់ទៅលើការបង្កើត ID ហើយនឹងលេខសម្ងាត់របស់ពន្ធទេអញ្ចឹងអ្នកទាំងអស់គ្នាអត់ចេះបង្កើតអ្នកទាំងអស់គ្នាមើលទៅវីដេអូខ្ញុំនេះទៅសារឡើងចុះទៅគឺអាចចេះបង្កើតបានខ្លួនឯងហើយ complete បើមានចម្ងល់ផ្សេងៗទៀតអាច comment ឬមួយក៏អាចតាមដានវីដេអូរបស់ខ្ញុំនៅក្នុង page នៅក្នុង YouTube នេះបានបាទអរគុណច្រើន